ស្វាគមន៍មកកាន់ Channel ប្រជុំរឿងព្រេងខ្មែរភាគ1រឿងក្អែក1ក្អែក10កាលពីព្រេងនេះមានបុរស2នាក់ម្នាក់ឈ្មោះអាខិលម្នាក់ឈ្មោះអាខូចនៅស្រុកទីតីពីគ្នាគំនិតដោយខ្លួនអាខូចជុះអាចដាក់ពាងមួយពេញហើយយកអាចលាបបិទផ្ចិតយ៉ាងល្អមិនឲ្យក្លិនចេញក្រៅបានអាខិលធ្វើកំបិតមួយមានផ្លែប៉ុនចង្កឹះអកកំបោដងប៉ុនកដៃស្រោមធំវែងប្រហែល1លូកអាខិលស្ពីកំបិតនោះដើរទៅលក់ឯអាខូចក៏ពូនពាងអាចនោះដើរទៅលក់ដែរអាខិលទៅពីនេះអាខូចមកពីនោះជួបគ្នាកណ្ដាលផ្លូវអាខូចពពាយនាយថាអ្នកអើយអ្នកទិញផ្អកយកទៅពិសាអកចៅល្អយ៉ាងល្អស្ងោរក៏បានចំហុយក៏បានឆ្ងាញ់របស់ខ្ញុំណាស់អាខិលឆ្លើយថាទោះតែលក់ដាវខ្ញុំមិនដាច់គ្មានលុយទិញបើដូរជាដាវនេះព្រមដូរឬទេអាខូចឃើញដាវនោះវែងក៏ឆ្លើយថាដូរក៏ដូរអាខិលប្រគល់ឲ្យអាខូចហើយអួតថាដាវខ្ញុំនេះមុតបំផុតមេដែករបស់ខ្ញុំផងបើត្រូវការសំហូតកាប់តែម្ដងអ្នកឯងកុំប្រញាប់ហូតមើលបើហូតព្រិលសោកទៅវិញមិនចុះទេដាវខ្ញុំពូកែខ្ញុំស្ដាយរបស់ខ្ញុំណាបើកុំតែខែនេះក្រំហូបពេកកុំអីខ្ញុំមិនលក់ដូរទេអាខូចក៏ប្រកល់ពាងអាចឲ្យទៅអាខិលហើយហាមថាអកខ្ញុំនឹងក៏ដែរដល់ពេលស៊ីសំបើកយកមកចំហុយកុំអាបាក់មើលក្រែងវាស្អុយរុយបែងក្រែងវាធំខ្មោះស៊ីមិនទាន់អស់វាទៅជាខានឆ្ងាញ់នឹកឃើញជីដូនជីតាបានតែខ្វះស៊ីទៅអាទាំងពីរបែកគ្នាទៅដល់ផ្ទះរៀងខ្លួនហើយទឿនប្រពន្ធកូនថាដណ្ដាំបាយទៅអញបានផ្អកប្រពន្ធថាបានផ្អកមកពីណាអាខិលថាដូរដាវគេថាផ្អកចោលគេឆ្ងាញ់ពិសាណាស់ប្រពន្ធក៏អពេញចិត្តនឹកថាប្តីចេះធ្វើកំបិតដូរផ្អកស្ទុះផ្លែតទៅលាងចានដួសបាយហើយកាន់កំបិតយ៉ាងកំរើក៏កើទៅចិត្តពាងផ្អកយកកំបិតគោះអាចលាក់នោះបើកឡើងហើយលូកខ្វាបានមួយក្តាប់ដាក់ផ្លាប់ទៅក្នុងចានសល់នៅដៃប៉ុន្មានក៏លិតភ្លុកភ្លក់មើលងើបមុខឡើងថាយីផ្អកចៅអីក៏ស្អុយដូចអាចគ្មានឆ្អឹងនឹងសាច់ក៏ខ្វិកក៏ខ្វក់ម៉ត់ផងយ៉ាងហ្នឹងតាផ្អកត្រីវៃប្តីថាក្រែងត្រីពោប្រពន្ធក៏លូកគោរាវរត់ក្បាលលូកបានពាក្យក្តារក្អួតចង្អោះ20វក់ដឹងជាថាអាចមិនមែនជាផ្អកមកបន្ទោសទៅម្ចាស់ដើមឆ្អាមលាបបាយមិនរួចនិយាយពីអាខូចត្រេកអរណាស់ដើរទៅផ្ទះអួតប្រាប់ប្រពន្ធថាអាចមួយពាងដូរបានដាវមួយដែរទទួលខឹងនឹងឆ្កែវានោមច្រាស់ស្លឹកគ្រៃកន្ត្រាក់ដាវលោតទៅដល់ដីបំរុងនឹងកាប់ឆ្កែសម្លាប់ក៏ចាប់ដងដាវហូតខ្វិចឃើញផ្លែដាវនោះកំពេចកិច្ចឡើងលើផ្ទះបង្ហាញប្រពន្ធមើលហើយសាច់ទាំងពីរនាក់សាច់ហើយប្រាប់ប្រពន្ធថាប្រាជ្ញាអានោះស្មើនឹងអញទៅបបួលវាធ្វើសម្លាញ់គ្រាន់រកស៊ី2នាក់នឹងបានមាសប្រាក់ដោយងាយលុះទៅប្រទេសនឹងអាខិលដើរមកពីនាយសាច់ពព្រៃនិយាយសួរថាឯងទៅណាអាខិលថាអញមកសុំឯងធ្វើសម្លាញ់អាទី1ក៏ថាអញសុំឯងធ្វើខ្លាដែរហើយក៏សុខចិត្តដើរ2នាក់ទៅដល់ផ្ទះមហាសេដ្ឋីម្នាក់ចាស់ជូរាឈឺស្លាប់គេដាក់ក្នុងក្តារមឈូសបំរងបូជានៅថ្ងៃស្អែកចំណែកកូនចៅនិងប្រពន្ធយំសោកគ្រប់គ្នាវេលានោះអាទាំងពីរស៊ើបសួរអ្នកដាខាងក្រៅថា
អ្នកណាស្លាប់បានជាយំគេប្រាប់ថាមហាសិទ្ធិស្លាប់ទាំងពីរអ្នកគិតគ្នាថាឯងត្រូវខ្លែងសម្បត្តិមួយច្បាប់ទៅប្រាប់ថាសម្បត្តិសិទ្ធិឲ្យមកយកទ្រព្យរបស់អញបន្លំលោបចូលដេកក្នុងមឈូសអំពីលើខ្មោចសិទ្ធិស្ដីតបនឹងឯងហើយក៏បន្លំដេកដូចគំនិតអ្នកនៅចិត្តមិនបានឃើញមិនបានដឹងត្បិតផ្នែកខំសម្លឹងប្រឹងឆ្ងោកមើលក្រាំងសូត្រព្រះធัวកូនចៅតូចធំរវល់តែយំសោកខូចដាទៅរកក្រដាស់បានធ្វើសម្បត្តិខ្លែងកាន់ដាទៅសម្ដែងសូត្រឲ្យគេស្ដាប់សម្បត្តិអំពីមហាសិទ្ធិប្រាប់ថាចៅខូចកំសត់តាំងពីតូចជាកូនធัวឥឡូវឪពុកជ្រាហើយកូនហើយចូលទៅយករបស់ទ្រព្យទុកចាយឲ្យសប្បាយចិត្តចុះកូនចៅប្រុសស្រីគេមិនសុខចិត្តព្រោះត្បិតគ្មានត្រាហត្ថលេខាសិទ្ធិខូចឆ្លើយថាខ្ញុំសូមសន្យានឹងអស់កូនចៅអញ្ជើញទៅហៅទៅសួរលោកចុះបើលោកស្ដីនោះខ្ញុំត្រង់ពិតបើលោកស្ងៀមនោះខ្ញុំខ្លែងមិនឆោតទេកូនសិទ្ធិចូលភ្លាមទៅស្រែកហៅឪពុកខើឆ្លើយថាកូនសួរថាឪពុកបានឲ្យសម្បត្តិទៅកូនធัวយករបស់មែនឬខើថាកូនអញឈ្មោះខូចវាមកហើយឬកូនឆ្លើយថាទៀនប្រុសមកហើយខើថាមើលយករទេះមួយធំក្របីមួយនំទឹមរទេះនោះហើយយកមាសប្រាក់កែវកងសម្ពត់អាវវល់ផ្ទុកក្នុងរទេះឲ្យមុំតែក្របីនោះអូសរួចបានប្រមាណឲ្យវាយកទៅចុះកូនចៅស្រីប្រុសចាញ់ឧបាយកលខើខូចក៏ខឹងខ្មោចសិទ្ធិស្រាប់ហើយចេះស្ដីហៅពេញជាអស្ចារ្យឥឡូវនឹងបើកក្តាមមើលឲ្យច្បាស់ចាស់ហាមប្រាមថាបើមើលមុខខ្មោចមិនបានខ្មោចដេកជប់ទៅមើលមើលម្លោះហើយក៏ជឿជាក់យកមាសនិងប្រាក់សម្ពត់អាវសម្លៀកបំពាក់និងកន្ទេលពូកខ្នើយហើយថែមទុកថាសចានល្អអំបិលប្រហុក4ក្រឡអង្ករ5ការុងដាក់ផ្លុងទៅឲ្យខូចខិលបង្វល់រទេះយ៉ាងធំចុចែកយំទឹកផ្នែកឲ្យដឹងខឹងដោយបញ្ចុះទាំងស្រីទាំងប្រុសហើយក៏ដឹកក្របីមួយនំទឹមរទេះប្រគល់ឲ្យខូចទៅនេះត្រេកអរឡើងបរទេះចេញទៅអ្នកទាំងអស់ដែលនៅចេះតែជ្រួលមិនស្រួលព្រោះត្បិតខឹងនឹងស្ដាយខិលលួចមើលនាយអាយលុបចេញព្រិចរត់ទៅតាមបន្តិចក៏តន់រទេះហើយនិយាយគ្នាថាយើងបានទ្រព្យរបស់តែទោះតែឃ្លានបាយបើឈប់ដណ្ដើមបាយនៅរៀងអាយក្រែងមិនស្ងាត់ខ្លាចចោលតាមមកស្ទាក់ប្លន់យកទ្រព្យមួយរទេះបើដូច្នេះឯងឈប់ចាំអញទៅសុំបាយគេស៊ីខ្លះយកខ្លះឲ្យឯងមួយព្រមហើយមួយក៏ដើរទៅរកថ្នាំតាមផ្លូវយកមកលេងនឹងបាយឲ្យពលស្លាប់អន្តរាយនិងយកទ្រព្យរបស់ទាំងអស់តែម្នាក់ឯងមួយដែលនៅចាំប្រទេសក៏ធ្វើខ្នាដាក់ស្ទាក់ផ្លូវបំរុងឲ្យត្រូវនោះស្លាប់និងយកទ្រព្យតែម្នាក់ឯងដែរវេលានោះមួយទៅសុំបាយគេស៊ីរួចហើយសុំមួយចានផ្ញើសម្លាញ់គេមិនកំណាញ់ក៏រកស្លឹកចេកខ្ចប់ឲ្យមានទាំងត្រីអាំងផងនោះក៏លាគេដើរចេញមកហើយយកថ្នាំប្រឡាក់បាយមកដល់ខាងអាយក៏ត្រូវនឹងខ្នានោះស្លាប់មួយដើរប្រញាប់ចាប់បាយស៊ីទៅនឹងស្កាំសេះរពឹសថ្នាំក៏ពលស្លាប់បន្ទាប់គ្នាក្របីនោះក៏អូសរទេះចូលព្រៃរតែករតកទៅជ្រោកក្នុងទឹកត្រពាំងប្រឆាំងដាច់ខ្សែទៀមដេកត្រាំទឹកទៅដល់វេលាព្រឹកមានបរិសម្នាក់ដើរទៅឃើញទ្រព្យរបស់ទាំងអស់នៅក្នុងព្រៃនឹកម្ដងភ័យនឹកម្ដងអថាឯងអ្នកក្រមិនដែលប្រទេសទ្រព្យច្រើនណាស់ដូច្នេះបើលៃលោកយកទៅជារបស់ខ្លួនក្រែងពុំបានសុខក៏រុញរទេះសម្រុកទៅទុកក្នុងព្រៃចងក្របីជាប់ត្រឡប់ទៅផ្ទះវិញហើយក៏ពិសោធន៍មាយាទប្រពន្ធដោយគិតថាបើប្រពន្ធមាយាទល្អនឹងយកទ្រព្យនោះទៅជារបស់ខ្លួន
បាននិយាយទៅមិនចេះលាក់នឹងយករបស់ទាំងអស់ទៅជូនរាជការផែនដីជាប្រយោជន៍ដើម្បីឲ្យតែសុខខ្លួនគិតហើយដើរដល់ផ្ទះក៏កុហកប្រាប់ប្រពន្ធថាអញជុះអាចមិញមានក្អែកមួយហាអំពីក្តិតតែឯងអាណិតបិទមាត់ឲ្យឆឹងកុំឲ្យនរណាគេដឹងមួយជាពីរតែចូលទៅជាគេវាបែកការអាក្រក់ណាស់កើតមានជំនុំចម្រេះសួរទៅសួរមកហើយគ្មានទាំងស័ក្តិសិទ្ធិបានដឹងនឹងអាងក្រែងគេយកអញទៅឆ្កាងឬយកទៅដាក់គុកប្រពន្ធមិនលាក់ទុកក៏ដើរប្រាប់គេឯងមានក្អែកហាចេញពីក្តិតដីអញតែឯងកុំមាត់មេមួយទៀតមិនអត់ទៅប្រាប់គេថែមទៀតក្អែក5ប្រាប់លើសមួយតគ្នាដរាបដល់ក្អែក10រឿងនោះក៏ជ្រួលជ្រាបទៅដល់ព្រះមហាក្សត្រទ្រង់ចាត់ប្រារាជអាមាត្យឲ្យស្រាវជ្រាវរកដល់បុរសនោះក៏ថ្វាយបង្គំគួរស្ដេចទ្រង់ឆ្ងល់ត្រាស់សួរថាមែនឬមិនមែនបុរសក្រាបទូលថាទូលព្រះបង្គំជាខ្ញុំក៏ហក់ប្រពន្ធចង់ដឹងចិត្តព្រោះត្បិតឃើញទ្រព្យច្រើនបុរសនោះរៀបរាប់ក្រាបទូលដូចខាងលើហើយក្រាបបង្គំលាទៅទឹមប្រទេសយកទ្រព្យមកថ្វាយស្ដេចទ្រង់ព្រះរាជទានឲ្យបុរសនោះពាក្យកណ្ដាលដាក់ឃ្លាំងបាទអរគុណសម្រាប់ការចូលស្ដាប់នៅរឿងព្រេងនិទានខ្មែរភាគ1របស់ខ្ញុំរហូតដល់ចប់ដើម្បីទទួលបាននៅវីដេអូថ្មីៗដូចជារឿងនិទានព្រេងខ្មែររបស់យើងបន្តទៀតក៏សូមមេត្តាសូមជួយចុច Subscribe Channel របស់ខ្ញុំបាទឲ្យបានគ្រប់គ្នាសូមអរគុណ